សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានចំណេះដឹងទូទៅបន្តិចបន្តួចដើម្បីចែករំលែកដល់បងប្អូនទាំងអស់គ្នាគឺជាវត្ថុទូទៅរបៀបជា QCM មាន3សំណួរនៅក្នុងនេះផងដែរអញ្ចឹងសំណួរទី1សួរថាតើប្រាសាទអង្គរវត្តចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាអញ្ចឹងចម្លើយទី1 14 ធ្នូ 1992ចម្លើយទី2 15 ធ្នូ 1990ចម្លើយទី3 24 ធ្នូឆ្នាំ1992អញ្ចឹងចម្លើយត្រឹមត្រូវនោះគឺជាចម្លើយក14ធ្នូឆ្នាំ1992សំណួរទី2តើប្រាសាទព្រះវិហារចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាអញ្ចឹងចម្លើយមាន3ឲ្យយើងជ្រើសរើសចម្លើយទី1 8 កក្កដា2009ចម្លើយទី2ថ្ងៃទី7 កក្កដា2008ចម្លើយទី3ថ្ងៃទី8 កក្កដា2008ចាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺថ្ងៃទី7 ខែកក្កដាឆ្នាំ2008សំណួរទី3តើប្រាសាទសម្បូរព្រៃគុកចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃខែឆ្នាំណាមាន3ចម្លើយឲ្យយើងជ្រើសរើសទី1ថ្ងៃ8 កក្កដា2009ទី2ថ្ងៃទី7 ខែកក្កដាឆ្នាំ2008ទី3ថ្ងៃទី8 ខែកក្កដាឆ្នាំ2017អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺថ្ងៃទី8 ខែកក្កដាឆ្នាំ2017ចាអញ្ចឹងនេះគឺជាវីដេអូវប្បធម៌ទូទៅចំណេះដឹងទូទៅបន្តិចបន្តួចចែករំលែកដល់បងប្អូនទាំងអស់គ្នាបើសិនជាមានការវិធានលាស់លួសសូមមេត្តាខន្តីអភ័យទោសសូមអរគុណ